សូមគោរពនិងជម្រាបសួរអតិថិជនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅប្រភេទ motor បូមទឹក solar ដាក់លើគោកប្រភេទ DC សុទ្ធដែលមានកម្លាំង1សេសឬកម្លាំង750វ៉ាត់ដែលយើងធ្វើការដំឡើងជាមួយនឹងផ្ទាំង solar ចំនួន3ផ្ទាំងដែលវាមានកម្លាំង580វ៉ាត់ជាមួយនឹងកញ្ចក់សងខាងហើយចំពោះ motor នេះផងដែរវាមានទំហំសយោទឹកចេញឬទឹកចូលទំហំ60ឬ2អ៊ីងដែលយើងអាចធ្វើការបូមទឹកបានបរិមាណច្រើនរហូតដល់21ម៉ែត្រគីបក្នុង1ម៉ោងសម្រាប់អតិថិជនដែលមានបំណងចង់សន្សំសំចៃថវិកាបន្តិចលោកអ្នកក៏អាចធ្វើការប្រើប្រាស់បានជាមួយនឹងឈុត2ផ្ទាំងបានផងដែរប៉ុន្តែចំពោះបរិមាណទឹកដែលលោកអ្នកទទួលបាននឹងមានកម្រិតតិចជាងឈុត3ផ្ទាំងដែលយើងណែនាំជូនខាងលើចំពោះលក្ខណៈពិសេសរបស់ motor បូមទឹក solar ដាក់លើគោកនេះផងដែរគឺវាអាចធ្វើការបូមទឹកបានមិនថាទឹកស្ទឹងទឹកបឹងទឹកព្រែកទឹកស្រះទឹកទន្លេឬប្រភេទទឹកអណ្ដូងនោះទេហើយកម្លាំងរបស់វាអាចរុញបានចម្ងាយឆ្ងាយរហូតដល់300ម៉ែត្រជាមួយនឹងទំហំសយោ60តែម្ដងស័ក្តិសមសម្រាប់អតិថិជនដែលមានតម្រូវការស្រោចស្រពច្រើនមិនថាការងារចម្ការដំណាំផ្សេងៗនោះទេព្រោះថាប្រភេទ motor នេះវាអាចជួយសន្សំសំចៃថវិកានិងពេលវេលារបស់លោកអ្នកបានច្រើនថែមទៀតផងយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទ motor និងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំង solar ផងដែរ